កាលពីពេលថ្មីនេះសិស្សសាលារៀនអន្តរជាតិអាមេរិកចំនួន527នាក់បានចុះចែកអំណោយសប្បុរសធម៌ជូនដល់បងប្អូនសិស្សានុសិស្សសាលាបឋមសិក្សាប៊ុនរនីហ៊ុនសែននាងខ្មៅក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានទេសចរភ្នំជីសូរនិងសិប្បកម្មតម្បាញរបស់អង្គការគាំពារកុមារដែលងាយទទួលរងគ្រោះស្ថិតនៅឃុំរវៀងស្រុកសំរោងខេត្តតាកែវជារឿយៗសិស្សានុសិស្សសាលារៀនអន្តរជាតិអាមេរិកតែងមិនភ្លេចឡើយនៅទម្លាប់ដ៏ប្រពៃក្នុងការសាមគ្គីគ្នានាំយកអំណោយសប្បុរសធម៌ចែកជូនដល់អ្នកខ្វះខាតតាមលទ្ធភាពដែលមជ្ឈដ្ឋានទូទៅធ្លាប់បានដឹងរួចមកហើយសិស្សថ្នាក់ទី11នៃសាលារៀនអន្តរជាតិអាមេរិកបានឲ្យដឹងថាមុនពេលទៅដល់ទីតាំងទស្សនកិច្ចសិក្សាពួកគេទាំងអស់បាននាំយកអំណោយសប្បុរសធម៌ដូចជាសៀវភៅប៊ិចខ្មៅដៃជាប់លុបបន្ទាត់អាវយឺតរួមនឹងសម្ភារៈសិក្សាចែកជូនដល់បងប្អូនសិស្សានុសិស្សសាលាបឋមសិក្សាប៊ុនរនីហ៊ុនសែននាងខ្មៅមានចំនួនជាង700នាក់ដើម្បីជាការចែករំលែកនៅការលំបាកនិងលើកទឹកចិត្តដល់បងប្អូនសិស្សានុសិស្សនៅទីជនបទឲ្យបន្តយកចិត្តទុកដាក់ក្នុងការរៀនសូត្រលោករឿងសុភាពចាំងវាងរងមធ្យមសិក្សាទុតិយភូមិបានឲ្យដឹងដែរថាក្រោយពីបានចែករំលែកនៅអំណោយសប្បុរសធម៌រួចមកសិស្សានុសិស្សបានបន្តដំណើរទៅសិក្សាស្វែងយល់ជាក់ស្ដែងពីស្នាដៃសិប្បកម្មតម្បាញក្រមារបស់បងប្អូនកុមារកំព្រានៅក្នុងខេត្តតាកែវនិងរមណីយដ្ឋានទេសចរភ្នំជីសូរជាពិសេសគឺផ្សារភ្ជាប់ការសិក្សាមេរៀនប្រវត្តិសាស្ត្រទៅនឹងប្រាសាទភ្នំជីសូរដែលជាប្រភេទប្រាសាទភ្នំបុរាណមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជាតាំងពីទសវត្សរ៍ទី11រៀងមកលោកបន្តថាវប្បធម៌ចែករំលែកនេះគឺជាទម្លាប់ដ៏ល្អរបស់យុវសិស្សនៃសាលារៀនអន្តរជាតិអាមេរិកដែលផុសចេញពីទឹកចិត្តអាណិតស្រឡាញ់អ្នកសិក្សាមានជីវភាពលំបាកលំបិននិងជាការលើកទឹកចិត្តដល់បងប្អូនកុមារកំព្រាឲ្យកាន់តែតស៊ូព្យាយាមក្នុងមុខជំនាញនិងឆាកជីវិតហើយក៏ជាការបំពេញបន្ថែមដល់យុវសិស្សនៃសាលារៀនអន្តរជាតិអាមេរិកដើម្បីជំរុញអភិវឌ្ឍប្រាជ្ញាស្មារតីបំណិនជីវិតបទពិសោធន៍ពោលគឺចំណេះដឹងស្ដីពីសិប្បកម្មតម្បាញទេសចរវប្បធម៌ប្រវត្តិសាស្ត្រនិងជាជំនាញដែលអាចធ្វើឲ្យពួកគេមិនអាចភ្លេចបាននៅស្នាដៃតម្បាញក្នុងស្រុកដែលប្រសូតចេញពីសិប្បកម្មខ្មែរយើង